រឿងធំនឹងអាចផ្ទុះឡើងក្រៅពីអឺរ៉ុបនិងប្រចាំបពីអ្នកវិភាគកំពុងសម្លឹងមើលតំបន់អាមេរិកឡាទីនដែលនឹងអាចក្លាយជាសមរភូមិសង្គ្រាមថ្មីមួយទៀតនោះគឺចំនួនរវាងសហរដ្ឋអាមេរិកនិងប្រទេសគុយបាប្រិយមិត្តទស្សនិកជនមកកាន់ព័ត៌មានអន្តរជាតិបន្ទាន់ពិភពលោកកំពុងតែច្របូកច្របល់ស្របពេលដែលភ្លើងសង្គ្រាមនៅអឺរ៉ុបនិងប្រចាំបពីមិនទាន់រលត់នៅឡើយពេលនេះអ្នកវិភាគភូមិសាស្ត្រនយោបាយកំពុងតែបង្វែរការចាប់អារម្មណ៍យ៉ាងខ្លាំងទៅតំបន់អាមេរិកឡាទីនយើងតាមប្រភពព័ត៌មានសម្ងាត់នឹងការកើនឡើងនៅភាពតានតឹងផ្នែកយោធាបង្ហាញសញ្ញាដ៏គ្រោះថ្នាក់ថាសង្គ្រាមថ្មីមួយទៀតនឹងអាចផ្ទុះឡើងក្នុងពេលដ៏ខ្លីខាងមុខនេះតើប្រទេសណាខ្លះដែលត្រៀមនឹងប្រឈមមុខដាក់គ្នាសង្គ្រាមដែលកំពុងព្រួយបារម្ភនោះគឺជាការប្រឈមមុខដាក់គ្នារវាងមហាអំណាចយោធាសហរដ្ឋអាមេរិកនិងប្រទេសដែនកោះគុយបាដែលស្ថិតនៅគិនឹងសហរដ្ឋអាមេរិកបំផុតភាពតានតឹងនេះមិនមែនទើបតែកើតឡើងទេប៉ុន្តែបានចេះងុំអស់ជាច្រើនទសវត្សរ៍មកហើយតាំងពីសម័យសង្គ្រាមត្រជាក់អ្វីដែលធ្វើឲ្យស្ថានភាពកាន់តែក្តៅគគុកនៅពេលនេះគឺការចោទប្រកាន់ពីសហរដ្ឋអាមេរិកថាគុយបាកំពុងបើកដៃឲ្យមហាអំណាចគូប្រជែងដូចជាចិនរុស្ស៊ីមកសាងសង់មូលដ្ឋានចរកម្មនិងយោធានៅក្បែររបងផ្ទះរបស់អាមេរិកដែលជាការគំរាមកំហែងសន្តិសុខជាតិអាមេរិកកម្រិតក្រហមបើអាមេរិកពិតជាចាត់វិធានការយោធាមែននោះតំបន់អាមេរិកឡាទីនទាំងមូលនឹងត្រូវរង្គោះរង្គើជាមិនខានតើប្រិយមិត្តយល់យ៉ាងណាដែរតើអាមេរិកនឹងហ៊ានវាយគុយបាដែរឬទេសូមខមមិនបញ្ចេញមតិនៅខាងក្រោមវីដេអូកុំភ្លេចចុច like share ដើម្បីតាមដាននៅវីដេអូបន្ទាប់ទៀតខ្ញុំបាទសូមអរគុណសូមគោរពលា